ជំរាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយតទៅជាមួយនឹងការដាក់លុយជាមួយនឹង SMA Activate នៅលើទូរស័ព្ទដៃវាងាយស្រួលជាជាងដែលយើងដាក់ក្នុង website នៅលើទូរស័ព្ទដៃបងប្អូនអាចដាក់តាមរយៈ Visa Card ក៏បាន Master Card ក៏បានក៏ដូចជា Smart Pay ក៏បានដែរសម្រាប់ទូរស័ព្ទណាវាងាយស្រួលហ្នឹងហើយបើ Smart Pay បងប្អូនអាចដាក់តាមកាតរបស់យើងបានគ្រាន់តែបញ្ចូលលុយសិន$5ទៅបងប្អូនអាចជាប់មួយ account Play Store ទៅគឺអាច pay បានដូចគ្នាឬក៏ add Visa Card ឬ Master Card នៅក្នុង Play Store យើងក៏អាចទិញបានដូចគ្នាដែរអញ្ចឹងងាយស្រួលជាយើងដែលយើងទិញនៅលើ website គឺវាពិបាកដាក់មែនតើសម្រាប់ប្រភេទពួកអស់ហ្នឹងណាអញ្ចឹងបងអាចធ្វើតាមខ្ញុំ download មកណាហើយ connect ជាមួយ Google មួយណាហ្នឹងហើយហើយបន្ទាប់មកបងប្អូនទាំងគ្នា add ដូចអ្វីដែលខ្ញុំបានបង្ហាញទៅហ្នឹងហើយអញ្ចឹងនេះគឺជា SMA Activate ដែលខ្ញុំទិញហើយបងប្អូនរើសយក Gmail មួយដែលបងប្អូនចង់ភ្ជាប់ដើម្បីទិញណាហ្នឹងហើយបងប្អូនអាចទិញបានអត់ពិបាកទេការងារហ្នឹងគឺស្រួលទេហ្នឹងហើយយើងចុច continue អញ្ចឹងមកយើងរងចាំតិចមកហ្នឹងហើយដោយសារ admin បានបញ្ចូលលុយនៅក្នុង card win ហើយ Master Card អញ្ចឹងខ្ញុំ add ជាមួយ Master Card អញ្ចឹងគឺបាន account ហើយបងប្អូនទាំងគ្នាអាចធ្វើការមើល account នេះយើងមាន account យើងចំណាំ Gmail នេះហើយអញ្ចឹងបងប្អូនមើលលុយគឺ0ទេអត់មានលុយទេហ្នឹងហើយដើម្បីទិញបានបងប្អូនទាំងគ្នាគឺងាយស្រួលបងប្អូនទាំងគ្នាអាចទិញបានលេខច្រើនលេខអាមេរិកលេខខ្មែរលេខជប៉ុនលេខកូរ៉េលេខមានគ្រប់ប្រទេសចង់ទិញប្រភេទអីក៏បានដែរសម្រាប់បងប្អូនដែលចង់ទិញណាហ្នឹងហើយអញ្ចឹងនេះបងប្អូនមើលចំនួនលុយដែលគេលក់ណានេះអញ្ចឹងបងប្អូនចង់ប្រើប្រមាណអីប្រមាណជាទូទៅបងប្អូនដាក់តែ$2កន្លះហ្នឹងទៅគឺបាន15កាក់របស់គេនោះហ្នឹងហើយក្នុងអាចយកទៅទិញលេខបានច្រើនលេខដែរអញ្ចឹងណាបងប្អូនទាំងគ្នាអាចមើលបានហ្នឹងហើយអញ្ចឹងវាអាចថាស្មើនឹង$3តិចតួចទេសម្រាប់វាកាត់fee កាត់អីចឹងណាបងហ្នឹងហើយអញ្ចឹងបងប្អូនមើលនេះយើងចង់ទិញលេខអីក៏បានដែរណាលេខ Gmail Facebook Telegram Instagram Marketplace អញ្ចឹងណាហើយក្នុងមួយលេខគឺបងប្អូនអាចឃើញលេខបានលេខខ្លះគឺមាន2កាក់3កាក់អីចឹងទៅណាខ្ញុំនិយាយកាក់ទៅហ្នឹងហើយអញ្ចឹងបងចំណាយតែប៉ុណ្ណឹងទៅដាក់លុយចូលទៅទុកគ្រាន់យើងទិញយើង verify ស្អីវាងាយស្រួលនៅលើវិស័យហ្នឹងណាហ្នឹងហើយតែបងដែលគាត់ធ្វើនៅលើ Facebook គាត់ដឹងហើយនេះដូចខ្ញុំអញ្ចឹងកន្លែងនេះបងឃើញនេះអញ្ចឹងខ្ញុំ add ជាមួយ Master Card អញ្ចឹងខ្ញុំទិញ$1កន្លះអញ្ចឹងវាស្មើ$2តិចតួចអញ្ចឹងយើងចុច add មកឃើញទេបាទគឺងាយស្រួលទេបងប្អូនណាយើងទិញនៅលើទូរស័ព្ទដៃបានងាយស្រួលទិញលើកុំព្យូទ័ររៀងធុញនេះឃើញទេប៉ុណ្ណឹងរួចរាល់បាត់ហើយឃើញទេងាយស្រួលមែនតើហ្នឹងហើយប៉ុណ្ណឹងរួចរាល់ហើយអញ្ចឹងយើងបាននេះហើយយើងរងចាំតិចនេះតែយើងបានចំនួន10កាក់ហ្នឹងហើយខ្ញុំទិញ$2មិញ$1ជាងហ្នឹងបាទហើយផ្លេចបាត់ហើយបាទឥឡូវយើងបាន10កាក់ហើយអញ្ចឹងយើងអាចទៅទិញលេខបានហើយអញ្ចឹងលេខខ្លះគេលក់2កាក់លេខខ្លះលក់1កាក់អីចឹងនេះបងប្អូនឃើញណាលេខខ្លះលក់5កាក់3កាក់អីចឹងទៅឃើញទេលេខខ្លះលក់1កាក់អីចឹងទៅនេះជាលេខអញ្ចឹងបងប្អូនអាចរើសមើលទៅណាហ្នឹងហើយអញ្ចឹងនេះជាវិធីសាស្ត្រដើម្បីទិញក៏ដូចជាដាក់លុយនៅក្នុង SMA Activate ដើម្បីងាយស្រួលនៅក្នុងការយើងចង់ទិញលេខ verify ឯងយើងអត់មានចំណាយពើទៅទិញ SIM មកទេអញ្ចឹងយើងមានតែប្រើវិធីសាស្ត្រហ្នឹងគឺប្រើ SIM online ហ្នឹងហើយសម្រាប់បងប្អូនដែលប្រឡូកវិស័យហ្នឹងណាអរគុណច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់នឹងដឹងអំពីការងារហ្នឹងបើសិនអត់យល់ទេ comment ខាងក្រោមទៅខ្ញុំនឹងធ្វើវីដេអូមួយទៀតឲ្យហ្នឹងហើយអរគុណច្រើនសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់បងប្អូនយើងទាំងគ្នាបាទហើយបើគិតថាល្អហើយប្រយោជន៍បងប្អូនអាច share ទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនក៏បានដឹងផងថាតើគេដាក់លុយវាមិនអីវាមិនចឹងទៅណាដើម្បីងាយស្រួលដោះស្រាយបញ្ហាអ្នកដែលមានលេខទូរស័ព្ទ verify អញ្ចឹងយើងមានតែទិញលេខ online ទេអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ